នេះជាសកម្មភាពខ្ញុំថតពេលនៅរថយន្តខ្មែរមកខាងហៅតំណងនេះខ្លងរថយន្តហើយនៅវិញខាងពេលនេះខ្ញុំធ្វើលកាឃើញហើយគេបាត់វាហើយមើលដំបូងស្មានថាកន្លែងគ្រាពិសនីភ្លើងពាន់ភ្លើងហើយសួរគេទៅថាហ្នឹងកន្លែងគេផ្លឹងវាតាមគូភ្នំជាងភ្នំខ្ញុំមិនដែរស្គាល់តែមិនចូលលើដំបូងជាជាងឃើញពីភាពកម្រចិត្តថតចែកជូនបងប្អូនទស្សនាជីវិតអ្នកចូលរួមនឹងតែត្រូវទៅធ្វើការនៅក្នុងមុខត្រូវចាប់ទូមានបានពីការលេងទៅថតទេសភាពស្អាតនៅពេលទៅចេញពេលទៅចូលថតកម្មវិធីអ៊ីនធឺណិតឆ្ងាយ